នៅថ្ងៃទី31ខែតុលាឆ្នាំ2021នៅក្នុងប្រទេសជប៉ុនមានហេតុការណ៍មួយដែលបានកើតឡើងដែលបង្កឲ្យមានការភ្ញាក់ផ្អើលពេញស្ថានីយ៍រថភ្លើងដោយរថភ្លើងដែលមានទិសដៅពី Hachioji ឆ្ពោះទៅកាន់ Shinjuku នៃទីក្រុងតូក្យូប្រទេសជប៉ុនមានបុរសស្លៀកពាក់ដូចទៅនឹង Joker បានដុតភ្លើងនិងបានយកកាបិតកាប់ទៅលើអ្នកធ្វើដំណើរនៅក្នុងរថភ្លើងនោះបុរសដែលបង្កឲ្យមានភាពភ្ញាក់ផ្អើលនោះមានឈ្មោះថា Hattori Yotaកើតនៅក្នុងខេត្ត Fukuoka នៃប្រទេសជប៉ុនកាលនៅក្មេង Yota ចូលចិត្តមើលតុក្កតាប្រភេទរឿងបែប Power Ranger នៅពេល Yota រៀននៅសាលាបឋមប៉ាម៉ាក់របស់គេនឹងបានលែងលះគ្នាដែលធ្វើឲ្យមានការប៉ះពាល់អារម្មណ៍យ៉ាងខ្លាំងទៅដល់គេនៅថ្ងៃមួយនៅពេលដែល Yota ទៅរៀននឹងមានកាឡាបក្បាលនឹងបានវាចេញពីកាតាបរបស់គេឃើញបែបនេះក្មេងស្រីៗដែលជាមិត្តរួមថ្នាក់របស់ Yota នឹងក៏បាននាំគ្នានិយាយទៅកាន់ Yota ថាជាមនុស្សដែលរស់នៅជាមួយនឹងសត្វកាឡាបហើយពួកគេតែងតែប្រអាប់ទៅកាន់ Yota ជារៀងរាល់ថ្ងៃចាប់តាំងពីពេលនោះមក Yota បានគិតថាសាលាមិនមែនជាកន្លែងដែលគួរឲ្យគេទៅនោះទេបើទោះបីជា Yota បានឡើងថ្នាក់អនុវិទ្យាល័យក៏ដោយគេនៅតែមានការភ័យខ្លាចចំពោះមនុស្សស្រីយ៉ាងខ្លាំងប៉ុន្តែនៅពេលដែលគេបានចូលក្នុងក្រុមកីឡាហត់ប៉ណ្ណាំង Yota ក៏មានសង្សារតំណែងពួកគេនៅតែបន្តរហូតបើទោះបីជាពួកគេរៀនចប់ថ្នាក់វិទ្យាល័យក៏ដោយក៏រៀនចប់វិទ្យាល័យគេបានចូលធ្វើការនៅក្នុងមជ្ឈមណ្ឌលមើលថែចាស់ជរាមួយកន្លែងនៅកន្លែងធ្វើការនោះ Yota ត្រូវបានមិត្តរួមការងារធ្វើបាបទៅលើគេ Yota គឺជាមនុស្សម្នាក់ងាយនឹងរងការប៉ះទង្គិចផ្លូវចិត្តនៅពេលមាននរណាម្នាក់និយាយពាក្យធ្ងន់ធ្ងរទៅកាន់គេដូច្នេះហើយចូលធ្វើការបានត្រឹមតែ6ខែ Yota ក៏បានឈប់ធ្វើការពីកន្លែងនោះទៅហើយក៏បានចូលធ្វើការនៅក្នុងក្រុមហ៊ុនថ្មីនៅក្នុងថ្ងៃខួបកំណើតគម្រប់24ឆ្នាំរបស់ Yota នឹងសង្សាររបស់គេនឹងក៏បានមកសុំគ្នាបែកដែលធ្វើឲ្យ Yota ពិបាកចិត្តនិង stress យ៉ាងខ្លាំងដោយសង្សារសុំបែកបានរយៈពេលតែ6ខែនឹង Yota ក៏ធ្វើឲ្យមានបញ្ហានៅកន្លែងការងារទៀតដោយ Yota ជាអ្នកទទួលបន្ទុកការងារទទួលទូរស័ព្ទនិងតបសារជាមួយនឹងអតិថិជននៅថ្ងៃមួយនឹង Yota បានឆ្លើយឆ្លងសារជាមួយនឹងអតិថិជនម្នាក់ដោយសារអតិថិជនម្នាក់នោះបានសួរសំណួរដដែលច្រើនដងពេក Yota ក៏បានសួរទៅកាន់អតិថិជននោះថាតើអ្នកជាជនជាតិជប៉ុនមែនដែលធ្វើឲ្យមានបញ្ហាដល់ក្រុមហ៊ុននៅក្នុងប្រទេសជប៉ុនមានសេវាកម្មល្អគឺពួកគេចាត់ទុកអតិថិជនដូចជាស្ដេចហើយមិនអាចប្រើប្រាស់សម្ដីដែលធ្វើឲ្យប៉ះពាល់ដល់អតិថិជនបានឡើយដោយសារការបង្កកំហុសបែបនេះ Yota ក៏ត្រូវបានមេស្ដីបន្ទោសឲ្យយ៉ាងខ្លាំងនិងបានបដូរឲ្យទៅធ្វើការនៅផ្នែកផ្សេងមួយទៀតហើយពីមានបញ្ហានៅកន្លែងធ្វើការនៅពេលដែលត្រឡប់មកដល់ផ្ទះវិញនឹង Yota បានចូលមើល profile អតីតសង្សាររបស់គេឃើញថានាងបានបដូរឈ្មោះថ្មីហើយនាងបានរៀបការរួចបាត់ទៅហើយនៅក្នុងប្រទេសជប៉ុនសម្រាប់មនុស្សស្រីនៅពេលដែលរៀបការហើយត្រូវបដូរតកូលដាក់ខាងប្តីវិញម្ដងក្រោយឃើញបែបនេះ Yota មានការខូចចិត្តយ៉ាងខ្លាំងជាមួយនឹងបញ្ហានៅកន្លែងការងារផងនោះ Yota ចាប់ផ្ដើមធុញទ្រាន់នឹងជីវិតខ្លួនឯងយ៉ាងខ្លាំង Yota គិតថាគេរស់នៅទៀតក៏គ្មានន័យអ្វីដែរដូច្នេះហើយគេក៏បានសម្រេចចិត្តថានឹងធ្វើករណីឃាតកម្មក្នុងកម្រិតធ្ងន់ធ្ងរមួយដើម្បីទទួលបានទោសប្រហារជីវិតនៅមុនថ្ងៃកើតហេតុរយៈពេល4ខែហ្នឹង Yota គេក៏បានសម្រេចចិត្តថានឹងធ្វើករណីឃាតកម្មមួយ Yota ក៏បានសម្រេចយកកន្លែងដែលមនុស្សប្រមូលផ្ដុំគ្នាច្រើនដើម្បីធ្វើការវាយប្រហារដោយគេបានជ្រើសរើសយកយប់ថ្ងៃបុណ្យ Halloween នៅតំបន់ Shibuya នៃទីក្រុងតូក្យូដោយពីខែមិថុនារហូតដល់ថ្ងៃបុណ្យ Halloween នឹងមានរយៈពេល4ខែទៀតហើយគាត់ជួននៅពេលហ្នឹងទីក្រុងតូក្យូកំពុងតែរៀបចំធ្វើកម្មវិធីអូឡ িম্পিক ផងនោះ Yota គាត់ក៏បានគិតថាប្រហែលជាវារៀងពិបាកបន្តិចពីព្រោះតែមានសន្តិសុខយាមកាមរៀងតឹងរ៉ឹងខ្លាំងនៅខែកក្កដា Yota ក៏បានធ្វើដំណើរទៅកាន់ទីក្រុង Kobe ដោយបានស្នាក់នៅស្ថានភាពមួយកន្លែងហ្នឹងហើយចំពោះថ្លៃចំណាយផ្សេងៗហ្នឹងគឺគេបានខ្ចីលុយពីស្ថាប័នមួយដោយមិនត្រូវការអ្នកធានាជាមួយនឹងធម៌ប្រចាំនោះទេហើយ Yota គឺគេមិនមានបំណងក្នុងការសងលុយវិញនោះទេពីមួយថ្ងៃទៅមួយថ្ងៃហ្នឹង Yota តែងតែសរសេរពីផែនការរបស់គេនិងតែងតែរំលឹកខ្លួនឯងជាប្រចាំនៅកំឡុងពេល Yota កំពុងតែស្នាក់នៅទីក្រុង Kobe នៅថ្ងៃទី6ខែសីហាឆ្នាំ2021នៅទីក្រុងតូក្យូមានករណីបុរសម្នាក់ឈ្មោះថា Tsushima បានយកកាំបិតចាក់ទៅលើអ្នកដំណើរស្ត្រីម្នាក់តែកំពុងតែអង្គុយជិតគ្នានៅក្នុងរថភ្លើងហើយការនោះបានធ្វើឲ្យ Yota បដូរគោលដៅពីការវាយប្រហារនៅកន្លែងដែលមានមនុស្សប្រមូលផ្ដុំគ្នាច្រើននៅតំបន់ Shibuya ទៅជាករណីឃាតកម្មនៅក្នុងរថភ្លើងវិញមិនត្រឹមតែប៉ុណ្ណឹង Yota ក៏បន្ថែមផែនការមួយទៀតគឺការដុតសម្លាប់មនុស្សនៅក្នុងរថភ្លើងដោយសារគេបានឃើញថា Tsushima ហ្នឹងគេបានយកពេងខ្លាញ់ដើម្បីដុតប៉ុន្តែវាដុតអត់ឆេះនោះទេធ្វើឲ្យ Yota គិតថាបើសិនបើវាឆេះវិញនោះផែនការរបស់គេប្រកាសជាជោគជ័យជាក់ជាមិនខាន Yota ក៏បានធ្វើដំណើរទៅកាន់ទីក្រុង Nagoya ក្រោយចំណាយពេលស្នាក់នៅទីក្រុង
ខូបេជាមួយនឹងទីក្រុងណាគូយ៉ាអស់រយៈពេលមួយខែគេបានធ្វើដំណើរទៅទីក្រុងតូក្យូក្រោយទៅដល់ទីក្រុងតូក្យូនៅគៀកថ្ងៃបុណ្យ Halloween ជិតចូលមកដល់យោតាក៏បានទៅទិញប្រកេសជាមួយនឹង spray សម្រាប់បាញ់ទៅលើសត្វនិងបានទិញខោអាវដូចទៅនឹងរឿង Joker ដែលមានតម្លៃ 24,000 yen ហើយលុយហ្នឹងគឺគេយកមកពីលុយដែលគេបានខ្ចីលើកមុនហ្នឹងនៅថ្ងៃកើតហេតុគឺជាថ្ងៃបុណ្យ Halloween យោតាបានរៀបចំខ្លួនដើម្បីធ្វើសកម្មភាពហើយគេបានយកប្រភេងជ្រក់ចូលនៅក្នុងកន្ទង់ទឹកជាមួយនឹង spray ដែលគេបានទិញនិងដាក់កបិតចូលទៅក្នុងកតាបរួចក៏បានចេញដំណើរពីស្ថានភាពទៅក្រោយមកយោតាក៏បានដើរលេងនៅក្នុងតំបន់ស៊ីវយៈប្រហែលជា30នាទីទើបគេជិះរថភ្លើងទៅកាន់គោលដៅរបស់គេយោតាបានរៀបចំផែនការមិនឲ្យអ្នកដំណើរនៅក្នុងរថភ្លើងនឹងហត់កិច្ចបានគេក៏បានកំណត់យកការធ្វើសកម្មភាពនៅលើរថភ្លើងល្បឿនលឿនព្រោះថារថភ្លើងល្បឿនលឿនឈប់ដាក់អ្នកដំណើរនឹងគឺតែនៅស្ថានីយ៍ធំៗទេដូច្នេះហើយទំមទៅដល់ស្ថានីយ៍ដែលគេត្រូវឈប់នឹងគឺចំណាយរយៈពេលយូរហើយអ្នកដំណើរមិនមានកន្លែងដែលត្រូវហត់កិច្ចបាននោះទេដោយសារការហ្នឹងកូវីដ -19 កំពុងតែរីករាលដាលក្នុងរថភ្លើងហ្នឹងគឺគេមានការរក្សាគម្លាតពីគ្នាមិនមានមនុស្សអង្គុយជាប់គ្នាដោយការពីមុននោះទេដូច្នេះហើយយោតាបានរៀបចំផែនការដោយប្រើ spray ដែលគេបានទិញហ្នឹងបាញ់ដើម្បីធ្វើឲ្យអ្នកដំណើរហត់ទៅប្រមូលផ្ដុំគ្នាមកកន្លែងក្រោយមកយកប្រេងដែលគេបានរៀបចំទុកហ្នឹងបាញ់ស្រោចទៅលើអ្នកដំណើរទាំងអស់គ្នារួចយកភ្លើងដុតប៉ុន្តែផែនការរបស់គេមិនបានសម្រេចនោះទេដោយមានបុរសម្នាក់បានសេកឆោឡោធ្វើឲ្យអ្នកដំណើរបានដឹងខ្លួនហត់កិច្ចទៅកាន់ទូរថភ្លើងផ្សេងទៀតនៅពេលនោះយោតាបានយកកវិតទៅកាប់បុរសដែលបានសេកឆោឡោហ្នឹងយោតាស្ថិតនៅក្នុងទូរថភ្លើងលេខ3អ្នកដំណើរទាំងអស់នៅក្នុងនោះបាននាំគ្នាហត់ទៅដល់ចន្លោះទូលេខ5និងលេខ6បានស្ទះនៅកន្លែងហ្នឹងឃើញបែបហ្នឹងយោតាក៏បានយកភេងបាច់ស្រោចពេលហ្នឹងគេបំរុងនឹងដុតភ្លើងទៅលើអ្នកដំណើរភ្លើងក៏បានឆេះស្រោមដៃរបស់គេឃើញបែបហ្នឹងយោតាក៏បញ្ញាបញ្ញាលយក spray ទៅបាញ់បលុតហើយក៏មានការឆាបឆេះនិងបង្កឲ្យមានការផ្ទុះកំប៉ុង spray នោះទៅក្រោយមានការឆោឡោអ្នកបើករថភ្លើងក៏បានដឹងពីស្ថានភាពនៅក្នុងរថភ្លើងហើយក៏បានឈប់នៅស្ថានីយ៍ដែលនៅជិតហ្នឹងអ្នកដំណើរទាំងអស់បានហត់កិច្ចចេញដោយសុវត្ថិភាពនិងមិនមានអ្នកណាម្នាក់ត្រូវបានឆាបឆេះដោយសារភ្លើងនោះទេក្រោយពីធ្វើសកម្មភាពមិនបានសម្រេចហ្នឹងយោតាបានទៅអង្គុយជក់ប្រហ័យនៅជិតហ្នឹងប៉ូលីសក៏បានចាប់ខ្លួនគេនៅថ្ងៃទី31ខែកក្កដាឆ្នាំ2023តុលាការបានសម្រេចកាត់ទោសយោតាឲ្យជាប់គុកចំនួន23ឆ្នាំពីបទប៉ុនប៉ងសម្លាប់មនុស្សយ៉ាងតិច10នាក់ដោយការដុតមិនបានសម្រេចដែលវាអាចបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងជាងនឹងក្រោយមានហេតុការណ៍នឹងកើតឡើងហើយនៅតាមស្ថានីយ៍រថភ្លើងនៅប្រទេសជប៉ុនហ្នឹងគឺគេបានបន្ថែមកាមេរ៉ាសុវត្ថិភាពជាមួយនឹងការវឹកហាត់សងបន្ថែមទៀតចំពោះការមានករណីស្តៀងគ្នាវីដេអូយើងចប់ត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីសូមចុច Subscribe ជួបគ្នាវីដេអូក្រោយ